លោក Donald Trump បានព្រមានចិនថាបើហ៊ានទៅលូកដៃចូលជួយអ៊ីរ៉ង់នោះចិននឹងជួបបញ្ហាធំការព្រមាននេះបានកើតឡើងបន្ទាប់ពីលោក Trump បានចោទប្រកាន់ថាចិននឹងកំពុងតែលួចផ្គត់ផ្គង់នៅប្រព័ន្ធការពារដែនអាកាសចល័តទៅដល់ប្រទេសអ៊ីរ៉ង់អញ្ចឹងហើយទើបធ្វើឲ្យអ៊ីរ៉ង់នឹងគាត់មានសមត្ថភាពអាចទប់ទល់ជាមួយនឹងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបាននេះបើតាមការបញ្ជាក់របស់ទូរទស្សន៍ Fox News ដែលគាត់បានដកស្រង់សម្ដីរបស់លោក Trump កាលពីថ្ងៃសៅរ៍ហើយបើយោងទៅតាមរបាយការណ៍របស់ក្រុមចារកម្មសហរដ្ឋអាមេរិកបានបញ្ជាក់ថាចិនប្រហែលជាកំពុងតែរៀបចំនៅក្នុងការជួយជ្រោមជ្រែងអ៊ីរ៉ង់ឬក៏ចិននឹងធ្លាប់បានជួយអ៊ីរ៉ង់បាត់ទៅហើយអញ្ចឹងសរុបមកទិន្នន័យស្រាវជ្រាវនេះគឺស្មានសុទ្ធបងប្អូនបាទហេតុអីបានជាខ្ញុំថាស្មានពីព្រោះគាត់ថាចិននឹងប្រហែលជាកំពុងរៀបចំជួយអ៊ីរ៉ង់ឬក៏ធ្លាប់ជួយអ៊ីរ៉ង់កំឡុងពេលមានចំនួនអញ្ចឹងរបាយការណ៍ហ្នឹងចាក់ខ្សែបងប្អូនបាទស្អីក៏ត្រូវដែរបាទចិនកំពុងរៀបចំជួយក៏ត្រូវចិនបានជួយអ៊ីរ៉ង់រួចហើយក៏ត្រូវដែរអញ្ចឹងរបាយការណ៍នេះគឺគេចាក់ខ្សែហ្មងបងប្អូនបាទដើម្បីពមៀនចិនកុំឲ្យលូកដៃហើយអ្វីដែលធ្វើឲ្យសហរដ្ឋអាមេរិកក៏ដូចជាចារកម្មអាមេរិកគាត់សង្ស័យទៅចិនហ្នឹងដោយសារតែយន្តហោះ F-15 អាមេរិកត្រូវបានបាញ់ទម្លាក់ដោយសារតែអ៊ីរ៉ង់គាត់ប្រើប្រាស់មីស៊ីលបាញ់លើស្មារួមជាមួយនឹងប្រព័ន្ធការពារដែនអាកាសចល័តផ្សេងទៀតធ្វើឲ្យយន្តហោះមួយចំនួនរបស់អាមេរិកហ្នឹងគឺมันអាចគេចផុតពីរ៉ាដាកំទេចចោលរបស់អ៊ីរ៉ង់ទេអញ្ចឹងធ្វើឲ្យលោក Donald Trump ក៏ដូចជាក្រុមចារកម្មអាមេរិកមួយចំនួនហ្នឹងគាត់ដាក់ការសង្ស័យទៅលើចិនថាប្រហែលជាប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ហ្នឹងគឺចិនអ្នកជួយអ៊ីរ៉ង់ហើយទើបអ៊ីរ៉ង់ហ្នឹងគាត់មានសមត្ថភាពនៅក្នុងការបំផ្លាញយន្តហោះចម្បាំងសហរដ្ឋអាមេរិកជាការឆ្លើយតបទៅនឹងការចាត់ប្រកាន់របស់សហរដ្ឋអាមេរិកស្ថានទូតចិនប្រចាំនៅទីក្រុង Washington បានចេញមកបញ្ជាក់ថាចិនមិនបានលួចទៅជួយអ៊ីរ៉ង់ដែលកំពុងតែមានចំនួនជាមួយសហរដ្ឋអាមេរិកទេហើយស្ថានទូតចិននៅទីក្រុង Washington បានចេញមកបដិសេធហើយក៏ឆ្លើយតបទៅវិញថានេះគឺជាការចាត់ប្រកាន់ដែលមិនបានឆ្លុះបញ្ចាំងពីការពិតទាល់តែសោះបើទោះបីជាស្ថានទូតចិនប្រចាំនៅទីក្រុង Washington ចេញមកបដិសេធយ៉ាងណាក៏ដោយបងប្អូនប៉ុន្តែបើតាមការចុះផ្សាយរបស់កាសែត Washington Post បានរាយការណ៍ថាឆ្លងតាមរយៈប្រព័ន្ធ Satellite ក៏ដូចជាទិន្នន័យតាមដាននៅតាមច្រកសមុទ្របានបង្ហាញថានាវាអ៊ីរ៉ង់ជាច្រើនបានធ្វើដំណើរចាកចេញពីប្រទេសចិនកំឡុងពេលដែលប្រទេសទាំងពីរនឹងមានចំនួនជាមួយគ្នាដល់អញ្ចឹងទៅធ្វើឲ្យគេសង្ស័យថាកប៉ាល់ធំៗរបស់អ៊ីរ៉ង់ដែលចេញដំណើរពីប្រទេសចិនមកហ្នឹងគឺមានបង្កប់ការដឹកជញ្ជូននៅសារធាតុសូដ្យូម perchlorate បាទដែលជាសារធាតុផ្សំនៅក្នុងការផលិតនៅចំហេះមីស៊ីលប៉ាឡេស្ទិកដល់អញ្ចឹងទៅធ្វើឲ្យគេសង្ស័យថានេះគឺជាការដឹកជញ្ជូននៅសារធាតុផ្សំផ្សេងៗដើម្បីយកទៅផលិតមីស៊ីលដើម្បីយកទៅទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលហើយ Washington Post នេះក៏បានបន្ថែមទៀតដែរថាកំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងតែច្បាំងជាមួយអ៊ីរ៉ង់ហ្នឹងគឺកប៉ាល់ធំៗរបស់អ៊ីរ៉ង់ហ្នឹងដឹកទំនិញពីប្រទេសចិនមកច្រើនណាស់ហើយទំនិញហ្នឹងមិនដឹងថាជាទំនិញស្អីខ្លះទេប៉ុន្តែភាគច្រើនត្រូវបានគេចោទប្រកាន់ថាគឺជាការដឹកជញ្ជូននៅសារធាតុសូដ្យូមperchlorate បាទដែលជាសារធាតុផ្សំបង្កើតនៅចំហេះក៏ដូចជាឥន្ធនៈនៃការផលិតមីស៊ីលបាឡេស្ទិកបាទអញ្ចឹងខ្ញុំមិនសូវច្បាស់ដែរបងប្អូនដោយសារយើងមិនមែនអ្នកជំនាញអញ្ចឹងខ្ញុំអានទៅតាមស្អីដែលគេចុះផ្សាយទេអញ្ចឹងបើការអានរបស់ខ្ញុំវាខុសពាក្យដើមរបស់គេអីសូមអធិស្ឋានផងដែរប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនកាលពីព្រឹកថ្ងៃអាទិត្យនៅពេលដែលស្ថានីយទូរទស្សន៍ Fox News គាត់បានចោទសួរលោកត្រាំថាប្រសិនបើចិននឹងពិតជាបានជួយផ្គត់ផ្គង់អាវុធយុទ្ធភ័ណ្ឌសង្គ្រាមផ្សេងៗទៅដល់អ៊ីរ៉ង់មែនតើសហរដ្ឋអាមេរិកនឹងមានចំណាត់ការយ៉ាងណាចំពោះប្រទេសចិនបាទក្នុងនោះលោកត្រាំឆ្លើយដោយមិនមានការស្ទាក់ស្ទើរទេគាត់ថាគាត់នឹងតម្លើងពន្ធគយ 50% ទៅដល់ទំនិញចិនទាំងអស់ប្រសិនបើរកឃើញថាចិនហ្នឹងគឺលួចជួយអ៊ីរ៉ង់នៅពីក្រោយខ្នងប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនលោកត្រាំគាត់មិនបានបញ្ជាក់ច្បាស់ទេគាត់ថាតាមពិតទៅអ្វីដែលគាត់ដឹងពីតាមសារព័ត៌មានផ្សេងៗហ្នឹងក៏មិនមែនជារឿងថាពិតឬក៏យ៉ាងណាដែរអញ្ចឹងគាត់សង្ឃឹមថារឿងដែលចិនលួចជួយអ៊ីរ៉ង់ហ្នឹងគឺជារឿងខុសទៅចោះឬក៏ជារឿងមិនពិតទៅចោះហើយលោកសង្ឃឹមថាចិននឹងមិនជួយអ៊ីរ៉ង់ដើម្បីមកប្រឆាំងនឹងសហរដ្ឋអាមេរិកទេបាទដល់អញ្ចឹងសម្ដីលោកត្រាំកាលពីថ្ងៃសៅរ៍ហើយថ្ងៃអាទិត្យក៏ខុសគ្នាបងប្អូនបាទកាលពីថ្ងៃសៅរ៍គាត់ថាគាត់ចោទប្រកាន់ចិនថាចិននឹងកំពុងតែលួចជួយអ៊ីរ៉ង់ពីក្រោយខ្នងតាមរយៈការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសចល័តអីចឹងទៅបាទដល់ទៅពេលថ្ងៃអាទិត្យគាត់ឆ្លើយថាព័ត៌មានដែលទទួលបាននឹងមិនទាន់
ច្បាស់លាស់អីចឹងទេចឹងគាត់ក៏មិនទាន់ហ៊ានចោទចិនថាចិននឹងចូលជួយអ៊ីរ៉ង់យ៉ាងម៉េចដែរហើយគាត់ថាសង្ឃឹមថាចិនមិនជួយអ៊ីរ៉ង់ប្រឆាំងអាមេរិកទេដល់អញ្ចឹងទៅវាទៅជាពាក្យលោកត្រាំ2ថ្ងៃនេះខុសគ្នាបងប្អូនបាទហើយដល់ទៅពេលលោកត្រាំនិយាយម្ដងចេះម្ដងចុះធ្វើឲ្យខ្ញុំនឹកឃើញសម្ដីរបស់លោកម៉ាក្រុងដែលជាប្រធានាធិបតីបារាំងណាបងប្អូនបាទកាលពីអាទិត្យមុនគាត់រិះគន់លោកត្រាំហើយគាត់ថាលោកត្រាំនេះមួយថ្ងៃឃើញលេងទៅ Facebook មួយថ្ងៃឃើញតែពីប្រហោះមួយថ្ងៃឃើញតែពីនិយាយគាត់ថាដល់តែនិយាយច្រើនពេកទៅមិនដឹងថាស្អីពិតស្អីមិនពិតបាទគាត់ថាមួយថ្ងៃឃើញតែពីនិយាយមួយថ្ងៃឃើញតែពីផុសហើយគាត់ថាបើមួយថ្ងៃផុសមិនស្ដៅអីមួយថ្ងៃហ្នឹងជួនកាលផុសនឹងប្រហែលដងដល់អញ្ចឹងទៅធ្វើឲ្យអ្នកតាមដានអ្នកដែលរាប់អានគាត់មិត្តភ័ក្តិសម្ព័ន្ធមិត្តដូចជាគាត់អីពិបាកថាតើលោកត្រាំនឹងកំពុងធ្វើអីឬក៏ពិបាកនឹងពិភាក្សាជាមួយលោកត្រាំនេះគឺជាស្អីដែលលោកម៉ាក្រុងគាត់បានរិះគន់ទៅលោកត្រាំហើយគាត់ថាលោកត្រាំគួរតែកាត់បន្ថយការនិយាយស្ដីនៅលើបណ្ដាញសង្គមឲ្យបានច្រើនបាទយូរម្ដងបានហើយក៏មកឡែងរាល់ថ្ងៃពេកឬក៏ថ្ងៃខ្លះពីរដងក៏មានដែរដល់អញ្ចឹងលោកម៉ាក្រុងគាត់ថាពិបាកធ្វើការជាមួយលោកត្រាំណាហើយគាត់សំណូមពរឲ្យលោកត្រាំនឹងកុំនិយាយច្រើនពេកនៅលើបណ្ដាញសង្គមបាទហើយណាមួយឥឡូវនេះវាតាក់ទងទៅនឹងរឿងសង្គ្រាមទៀតអញ្ចឹងលោកម៉ាក្រុងថាកាលណាយើងនិយាយច្រើនពេកហើយរឿងសង្គ្រាមនេះយើងមិនអាចយកមកនិយាយលេងសើចឬក៏យើងមកផ្លេតនិយាយពី3ដងបានទេពីព្រោះសង្គ្រាមវាអាចផលប៉ះពាល់ធំណាស់ចំពោះសកលលោកពិសេសគឺប្រទេសដែលប្រឡូកផ្ទាល់ជាមួយនឹងសង្គ្រាមនេះអញ្ចឹងនេះគឺជាអ្វីដែលលោកម៉ាក្រុងបានរិះគន់លោកត្រាំកាលពីអាទិត្យមុនបងប្អូនដោយសារតែគាត់ឃើញលោកត្រាំនឹងចូលចិត្តនិយាយច្រើនពេកចូលចិត្តបង្ហោះនៅតាម Facebook ច្រើនពេកដល់អញ្ចឹងគាត់ថាសូម្បីតែគាត់នឹងក៏ពិបាកតាមដានក៏ពិបាកធ្វើការជាមួយលោកត្រាំដែរឥឡូវនេះខ្ញុំនាំបងប្អូនងាកមកមើលប្រតិកម្មពីរដ្ឋាភិបាលចិនវិញម្ដងបាទបន្ទាប់ពីលោកត្រាំថ្លែងការកាលពីថ្ងៃអាទិត្យនេះតាក់ទងទៅនឹងការចោទប្រកាន់ចិនផ្សេងឬក៏តាក់ទងទៅនឹងបំណងនៃការដំឡើងពន្ធគយចិនរហូតដល់ 50% បើសិនបើចិននឹងលូកដៃចូលជួយអ៊ីរ៉ង់ក្នុងនោះលោករដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានចេញមកបញ្ជាក់ក៏ដូចជាច្រានចោលនៃការចោទប្រកាន់ឬក៏ការសង្ស័យផ្សេងៗរបស់លោកត្រាំក៏ដូចជាសារព័ត៌មានអន្តរជាតិមួយចំនួនចិនមិនបានលួចជួយអ៊ីរ៉ង់ពីក្រោយខ្នងទេហើយស្អីដែលនាវាចិនហើយនឹងអ៊ីរ៉ង់កំពុងតែដឹកទំនិញទៅវិញទៅមកហ្នឹងវាគឺជាកិច្ចសន្យានៃការរកស៊ីជាមួយគ្នាដូចជាប្រេងដូចជាទំនិញអីផ្សេងៗអញ្ចឹងការចោទប្រកាន់នេះគឺជាការចោទប្រកាន់ដែលគ្មានភស្តុតាងទាល់តែសោះមកលើភាគីចិនសរុបមកវិញការចោទប្រកាន់របស់សហរដ្ឋអាមេរិកទៅចិននេះយើងមិនដឹងថាស្អីជាគោលបំណងពិតប្រាកដរបស់សហរដ្ឋអាមេរិកទេបងប្អូនជួនកាលវាគ្រាន់តែជាវោហារសាស្ត្រនយោបាយពេលខ្លះវាអាចជាការបង្អើលចិនដែរបងប្អូនបាទខ្លាចចិនលួចជួយអ៊ីរ៉ង់ឬក៏ខ្លាចចិនអីចឹងទៅចឹងវាធ្វើឲ្យសង្គ្រាមនៅមជ្ឈមបូព៌ាហ្នឹងវាមិនងាយចប់ទេបាទកាលណាមានសម្ព័ន្ធមិត្តអីលូកដៃចូលអីចេះមួយចុះពីរធ្វើឲ្យអាមេរិកហ្នឹងពិបាកបាទនេះយើងនិយាយតែចិនផងហើយនៅមានរុស្ស៊ីនៅកូរ៉េខាងជើងអីទៀតក៏យើងមិនដឹងដែរបាទរឿងពីក្រោយខ្នងទុកឲ្យប្រទេសដែលជាសម័យខ្លួនឬក៏សម្ព័ន្ធមិត្តគេដោះស្រាយទៅយើងចាំមើលតែព័ត៌មានទេបងប្អូនបាទប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនទោះបីជាយើងឃើញលោកត្រាំម្ដងចេះម្ដងចុះម្ដងចោតគេម្ដងសរសើរគេនេះបងប្អូនអ្នកខ្លះថាលោកត្រាំនឹងលប់អីចឹងទៅណាបាទប៉ុន្តែអាភាពលប់របស់លោកត្រាំនឹងម្ដងថ្ងៃនេះមិនទាន់ឃើញអាមេរិកខាតស្អីទេបងប្អូនបាទក្រៅទៅពីយន្តហោះប្រមាណគ្រឿងឬក៏អាយុជីវិតទាហានប្រមាណអ្នកបើប្រៀបធៀបទៅនឹងអ៊ីរ៉ង់ឬក៏អ៊ីស្រាអែលហ្នឹងគឺវាខុសគ្នាឆ្ងាយអញ្ចឹងពេលខ្លះឃើញលោកត្រាំម្ដងចេះម្ដងចុះដូចបន្ទង់អញ្ចឹងយើងគិតថាអាមេរិកចេះមួយចុះពីរប៉ុន្តែម៉ោងនេះដូចមិនទាន់ឃើញអាមេរិកខាតអីទេបងប្អូនហើយអ្នកដែលខាតបំផុតហ្នឹងគឺប្រជាជននៅអាស៊ីនេះឯងបាទកំពុងតែរងគ្រោះពីវិបត្តិសង្គ្រាមនៅមជ្ឈមបូព៌ាដែលបង្កឡើងដោយសហរដ្ឋអាមេរិកជាមួយនឹងអ៊ីស្រាអែលវាយទៅលើប្រទេសអ៊ីរ៉ង់អញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនបាទហើយបើមានព័ត៌មានអីថ្មីបន្តទៀតខ្ញុំនឹងជម្រាបជូនបងប្អូននៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលាសួស្តីឆ្នាំថ្មី